បាទជំរាបសួរបងប្អូនទាំងអស់គ្នាចូលវិលមកមេរៀនយើងបន្តទៀតទាក់ទងជាមួយនឹង recruitment and selection process អញ្ចឹងដំណើរការនៃការជ្រើសរើសបុគ្គលិកនេះយើងឃើញថាមាន6ជំហានអញ្ចឹងយើងបានសិក្សារួចមកហើយទាក់ទងជាមួយនឹងជំហានទី2ដូច្នេះយើងចូលដល់ជំហានទី3ថាតើយើងជ្រើសរើសបុគ្គលិកនៅកន្លែងណានៅទីណាដើម្បីឲ្យចំគោលដៅរបស់ផងយើងដូច្នេះទី1និងទី2យើងបានសិក្សារួចមកហើយដូច្នេះខ្ញុំចង់រំលឹកបងប្អូនអ្នកដែលថ្មីដែលមិនទាន់បានមើលវីដេអូខ្ញុំពីដើមអញ្ចឹងបងប្អូនអាចទៅមើលវីដេអូពីដើមត្រឡប់មកវិញទើបបងប្អូនអាចចាប់បានដូច្នេះខ្ញុំធ្វើវីដេអូនេះដើម្បីជាភាពងាយស្រួលនៅក្នុងការបងប្អូនដែលជាសិស្សនិស្សិតពីព្រោះមេរៀនទាំងអស់នេះគឺជាមេរៀនសម្រាប់អ្នកដែលដំបូងឬក៏សិស្សនិស្សិតដែលគាត់កំពុងសិក្សាទៅលើជំនាញគ្រប់គ្រងធនធានមនុស្សឬក៏ HR Management បងប្អូនក៏អាចមើលមេរៀននេះបន្ថែមទៀតពីព្រោះខ្ញុំមិនបាននិយាយឬក៏បង្រៀនបទពិសោធន៍ជាក់ស្ដែងតែម្ដងខ្ញុំមិនបាននិយាយឬក៏បង្រៀនទៅលើទ្រឹស្ដីច្រើនទេដើម្បីកុំឲ្យបងប្អូនខាតពេលវេលាយូរបើសិនជាបងប្អូនគ្រាន់តែអាចចេះនៅក្នុងrecruitment ឬក៏ការជ្រើសរើសបុគ្គលិកហ្នឹងបងប្អូនអាចធ្វើការងារនៅក្នុងជំនាញ HR មួយដែរបាទអាចធ្វើជាជំនួយការឬក៏អាចធ្វើជាបុគ្គលិកជ្រើសរើសនៅក្នុងស្ថាប័នក្រុមហ៊ុនឬក៏ក្រុមហ៊ុនភ្នាក់ងារជ្រើសរើសបុគ្គលិកក៏បានអញ្ចឹងឲ្យតែបងប្អូនយល់នៅក្នុងជំនាញនេះច្បាស់លាស់បងប្អូននឹងអាចចាប់ផ្ដើមធ្វើការងារជាជំនាញ HR បានហើយក៏រកចំណូលបានបណ្ដាបាទអញ្ចឹងក៏ដើម្បីកុំឲ្យខាតពេលយូរបងប្អូនតាក់ទងជាមួយនឹងការជ្រើសរើសបុគ្គលិកឲ្យមានប្រសិទ្ធភាពយើងឃើញថាមាន6ជំហានបាទឬក៏6ដំណាក់កាលអញ្ចឹងដំណាក់កាលនេះដែលបងប្អូនកំពុងតែឃើញនេះគឺជាដំណាក់កាលទី3អញ្ចឹងនៅពេលដែលបងប្អូនចាប់ដើមផុសបាទខ្ញុំរំលឹកបន្តិចដើម្បីបងប្អូនទាន់នៅក្នុងមេរៀននេះដំណាក់កាលទី2គឺយើងនិយាយអំពីការផ្សព្វផ្សាយឬការផុស design របស់យើងផ្សេងហ្នឹងបាទអញ្ចឹងយើងផុសរួចហើយយើងចាប់ដើមគេចាប់ដើមដាក់ពាក្យឬក៏ apply CV មកបាទអញ្ចឹងនៅក្នុងនោះដែរដើម្បីបងប្អូននៅក្នុងចំណុចនេះដែរនៅពេលដែលបងប្អូនមិនមែនចេះតែផុសភ្លាមបាន CV ភ្លាមទេមានអាចនឹងមានបេក្ខជនគាត់តាក់ទងមកគាត់មានសំណួរបាទមានចម្ងល់ផ្សេងបងប្អូនត្រូវតែ active បាទមានបងប្អូនមួយចំនួនខ្លះគាត់ចង់បាន CV ច្រើនគេចង់ឲ្យដាក់ពាក្យមកលឿនប៉ុន្តែអត់ចង់ឆ្លើយជាមួយនឹងគេបានលឿនទេអញ្ចឹងនៅក្នុងនាមយើងជា HR នៅពេលដែលគេមានសំណួរចម្ងល់ផ្សេងបងប្អូនគួរតែឆ្លើយបាទឲ្យបានឆាប់រហ័សដើម្បីអាចទទួលឲ្យគេនឹងដាក់ពាក្យមកលឿនដែរពីព្រោះនៅពេលដែលយើងធ្វើការផ្សព្វផ្សាយដូចយើងលក់ទំនិញអញ្ចឹងគេចង់ភ្លាមបងប្អូនត្រូវឆ្លើយភ្លាមដើម្បីទទួលបាន CV បានលឿនដូចគ្នាដែរអញ្ចឹងនៅក្នុងដំណាក់កាលទី3នៅពេលដែលបងប្អូនបាន CV ហើយយើងធ្វើអីទៀតអញ្ចឹងនៅពេលដែលដល់ដំណាក់កាលទី3នេះយើងឃើញថានៅពេលដែលយើងទទួលបាន CV របស់បេក្ខជនឬក៏ពាក្យហ្នឹងយើងត្រូវធ្វើការពិនិត្យទៅលើទាំងអស់ហ្នឹងអញ្ចឹងមិនមែនយើងទទួលបាន10 CV ហើយយើងយកមកសម្ភាសទាំង10ទេបាទអញ្ចឹងយើងឃើញហើយនៅពេលដែលយើងបាន10 CV មកនៅក្នុងទូនាទី HR មួយឧទាហរណ៍អញ្ចឹងបងប្អូននឹងអាចមើលទៅលើ CV ណាដែលគាត់បានរៀបចំបានល្អត្រឹមត្រូវបទពិសោធន៍ជាក់ស្ដែងដូច្នេះខ្ញុំនៅក្នុងការសម្រាំង CV នេះខ្ញុំមាន3ចំណុចដែលចង់ណែនាំបងប្អូនឲ្យបងប្អូនមើលខ្លីហើយមានភាពងាយស្រួលបាទអញ្ចឹងទី1យើងពិនិត្យទៅលើការរៀបចំ CV របស់គាត់បាទអញ្ចឹងអ្នកខ្លះគាត់បានរៀបចំ CV របស់គាត់ហ្នឹងបានល្អប្រសើរហើយ
vàប៉ុន្តែយើងឃើញថាការ design នៅក្នុងសម័យបច្ចេកវិទ្យាបច្ចុប្បន្ននេះយើងឃើញថាយើងត្រូវចេះការ design ឲ្យបានស្អាតដែរដូចមនុស្សយើងនិយាយសាមញ្ញថាដូចមនុស្សយើងចឹងបើសិនជាយើងស្អាតដែរប៉ុន្តែយើងក៏ត្រូវការលាបក្រែមលាបម្សៅឲ្យបានកាន់តែស្អាតថែមទៀតអញ្ចឹងដើម្បីឲ្យ CV របស់យើងកាន់តែមានភាពទាក់ទាញបងប្អូនត្រូវតែចេះ design ខ្លះទៀតដើម្បីគួបផ្សំគ្នាមើលទៅឲ្យ CV របស់បងប្អូនកាន់តែ professional ឬក៏កាន់តែមើលទៅថាយើងនឹងគឺជាអ្នកឯកទេសបាទនៅក្នុងជំនាញដែលយើងកំពុងដាក់នោះអញ្ចឹងយើងត្រូវការមើល CV របស់បងគាត់ចាំមើលយើងឃើញការរៀបចំ CV ចំពោះការពិនិត្យមើល CV នេះដែរបាទអញ្ចឹងបងប្អូនត្រូវមើលទៅលើការរៀបចំ CV របស់គាត់មានលំដាប់លំដោយអត់បាទមានប្រវត្តិរូបអីត្រឹមត្រូវដែលគាត់បានបំពេញដែរអត់ហើយបន្តមកទៀតមានលេខទូរស័ព្ទមានខ្សែឋានរបស់គាត់ត្រឹមត្រូវដែរអត់ចឹងមានអ្នកខ្លះគាត់រៀបចំ CV ដាក់មកប៉ុន្តែព័ត៌មានរបស់គាត់គឺគាត់អត់ចង់ប្រាប់ទេមានអ្នកខ្លះក៏អាចដូច្នេះដែរបាទអត់ដឹងថាខ្សែឋានរបស់គាត់នៅទីកន្លែងណាអ្នកខ្លះទៀតមានតែ email អត់មានលេខទូរស័ព្ទក៏មានដែរបាទអញ្ចឹងយើងត្រូវពិនិត្យមើលទៅលើព័ត៌មានរបស់បុគ្គលនោះមានមួយចំនួនទៀតគាត់ក៏អត់ដាក់តាក់ទងជាមួយនឹងពីសវនានៃគ្រួសាររបស់គាត់ដែរឧទាហរណ៍ថាគាត់ខ្ញុំចង់សម្ដៅរឿងថាគាត់នៅលាវឬក៏មានគ្រួសារខ្លះក៏គាត់ដាក់ដែរបាទអញ្ចឹងយើងនៅក្នុងនាមយើងជា HR យើងពិនិត្យមើលទៅលើទាំងអស់នោះហើយយើងក៏ពិនិត្យមើលទៅលើការ design របស់គាត់បាទខ្ញុំបញ្ជាក់ម្ដងទៀតដូចយើងឃើញអ្នកខ្លះគាត់ design កន្លែងនេះទៅអ្នកខ្លះគាត់មានដាក់អីទេការ design គឺចង់សម្ដៅដូចរូបភាពគាត់អញ្ចឹងនិយាយជាសាមញ្ញបាទមានអ្នកខ្លះទៀតគាត់ថតមកគឺយករូបថតអត់ច្បាស់ទេយកមកដាក់អញ្ចឹងវាមើលទៅវាអត់សូវមានភាពតាក់ទាញទេបាទអញ្ចឹងនៅក្នុងចំណុចទី2យើងមើលទៅលើអីទៀតបាទយើងមើលទៅលើកម្រិតនៃការសិក្សារបស់គាត់តើការសិក្សារបស់គាត់នេះបាទ education របស់គាត់ហ្នឹងដល់កម្រិតណាអញ្ចឹងពេលដែលបងប្អូនពិនិត្យមើលទៅលើជំនាញរបស់គាត់ស្របជាមួយនឹងជំនាញដែលយើងមានតម្រូវការអត់ដូចជានៅក្នុងចំណុចសម្គាល់ដែលខ្ញុំបានដាក់ចុងក្រោយហ្នឹងបាទថាតើយើងត្រូវដឹងខ្លួនឯងនៅពេលដែលយើងមើល CV របស់បេក្ខជនយើងមានមូលដ្ឋានអីតែយើងនឹងយកគាត់ពីព្រោះនៅពេលដែលយើងដូចខ្ញុំបានបញ្ជាក់ខាងដើមអញ្ចឹងថានៅពេលដែលបងប្អូនផ្សព្វផ្សាយបាទបងប្អូននឹងចង់បាននៅបេក្ខជនទៅតាមកម្រិតទូនាទីផ្សេងអញ្ចឹងនៅក្នុងនោះដែរបងប្អូននឹងមើលទៅក្នុងកម្រិតរបស់គាត់ឧទាហរណ៍ថាបងប្អូនជ្រើសរើសជំនួយការប៉ុន្តែបងប្អូនមើលឃើញនៅក្នុងកម្រិតអប់រំឬក៏កម្រិតសិក្សារបស់គាត់ Master បាទលោកបណ្ឌិតតើបងប្អូនគិតយ៉ាងម៉េចដែរពីព្រោះកម្រិតសិក្សាវាបង្ហាញឲ្យឃើញនឹងគោលបំណងនៃអភិវឌ្ឍដែលគាត់ចង់រំពឹងទុកដែរអញ្ចឹងមិនអាចនិយាយថាគាត់រៀនចប់អនុបណ្ឌិតគាត់មកធ្វើប្រាក់ខែ200អីជាមួយយើងបានទេបាទវាមិនអាចទៅរួចទេអញ្ចឹងយើងត្រូវមើលថាតម្រូវការរបស់យើងជាមួយនឹងលក្ខខណ្ឌរបស់យើងហើយជាមួយនឹងបេក្ខជនដាក់មកហ្នឹងគឺយើងមានតម្រូវការសមស្របជាមួយនឹងគ្នាអត់បាទអញ្ចឹងជាបន្ទាប់យើងមើលនៅក្នុង indication ហ្នឹងការអប់រំហើយនៅក្នុងចំណុចបន្ទាប់ទៀតយើងនឹងមើលទៅលើបទពិសោធន៍របស់គាត់អញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញចំណុចដែលយើងមើលនោះ indication ការអប់រំនោះកម្រិតសិក្សាជាមួយនឹងការបណ្ដុះបណ្ដាលរបស់គាត់ក៏សំខាន់ដែរបាទមានអ្នកមួយចំនួនគាត់ក៏នឹងរៀនពាក់ព័ន្ធជាមួយនឹងការបណ្ដុះបណ្ដាលខ្លីៗបន្ថែមទៀតដែរមានដូចជាភាសាអង់គ្លេស computer ឬក៏ជំនាញ technical ណាមួយផ្សេងទៀតដើម្បីធ្វើឲ្យជំនាញគោលរបស់គាត់ហ្នឹងកាន់តែល្អប្រសើរតាមទៅដែរអញ្ចឹងនៅខាងក្នុងនោះបងប្អូននឹងពិនិត្យមើលទៅលើ CV របស់បេក្ខជនដែលគេដាក់មកនៅក្នុងនាមយើងជា HR យើងត្រូវដឹងថាតើគាត់ស្ថិតនៅក្នុង
ដែលមានបទពិសោធន៍អីគេបាទអញ្ចឹងបទពិសោធន៍របស់គាត់ហ្នឹងរយៈពេលប្រហែលឆ្នាំបទពិសោធន៍របស់គាត់ហ្នឹងធ្វើការនៅក្នុងវិស័យអីបាទអញ្ចឹងពីព្រោះបើសិនជាយើងមើលនៅក្នុងបទពិសោធន៍របស់បេក្ខជនម្នាក់ៗដែលដាក់ CV មកគឺមានវិស័យជាច្រើនអ្នកខ្លះទៅគាត់មានបទពិសោធន៍នៅក្នុងវិស័យសំណង់បាទហើយមានអ្នកខ្លះទៀតគាត់មានវិស័យនៅក្នុងfood and beverage នៅក្នុងចំណីអាហារឬក៏គ្រឿងកំប៉ុងផ្សេងៗដូច្នេះនៅក្នុងកន្លែងហ្នឹងឯងដែលធ្វើឲ្យយើងឃើញនឹងតម្រូវការនិងបទពិសោធន៍របស់គាត់ធ្វើការងារទាំងអស់នោះបាទអញ្ចឹងនៅក្នុងនោះដែរយើងនឹងមើលទៅលើបទពិសោធន៍ក្រុមហ៊ុនបាទមានអ្នកខ្លះថាគាត់ធ្វើការងារហ្នឹងហើយនៅក្នុងដែរក៏មានតំណែងដែរបទពិសោធន៍គឺចង់សម្ដែងធាតុផ្សំរបស់វាគឺតួនាទីដែរបាទតួនាទីរបស់គាត់មានអ្នកខ្លះគាត់ជា senior មានអ្នកខ្លះទៀតគាត់ជា team leader supervisor manager អញ្ចឹងបទពិសោធន៍នៅក្នុងការងារគាត់ក៏បង្ហាញឲ្យឃើញអំពីទំនួលខុសត្រូវរបស់គាត់ទៅតាមនឹងដែរបាទអញ្ចឹងចំណុច3នេះខ្ញុំចង់ឲ្យបងប្អូនបានពិនិត្យមើលបាទហើយបើសិនជាបងប្អូនពិនិត្យមើលចំណុចទាំងអស់ហ្នឹងត្រឹមត្រូវហើយអស់បាទយើងនឹងធ្វើការណាត់សម្ភាសស្របទៅតាមតម្រូវការរបស់ក្រុមហ៊ុនអញ្ចឹងខ្ញុំរំលឹកបងប្អូនឡើងវិញដល់ពេលដែលបងប្អូនធ្វើការសម្រាំងទៅលើ CV ទាំងអស់នេះយើងមិនមែនគ្រាន់តែគេដាក់ពាក្យមកភ្លាមយើងធ្វើការជ្រើសរើសភ្លាមណាត់សម្ភាសភ្លាមនោះទេដូច្នេះយើងឃើញថានៅពេលដែលគេដាក់ពាក្យមកយើងនឹងធ្វើការពិនិត្យឲ្យបានត្រឹមត្រូវច្បាស់លាស់មុនពេលដែលយើងធ្វើការណាត់សម្ភាសដូច្នេះបើសិនជាយើងធ្វើការងារជាអ្នកជំនួយការធនធានមនុស្សបើសិនជាបងប្អូនធ្វើការមិនបានច្បាស់លាស់ទេច្បាស់ជាត្រូវមេហ្នឹងបន្ទោសហើយបាទពីព្រោះលក្ខខណ្ឌនិងតម្រូវការរបស់ក្រុមហ៊ុនរបស់យើងធ្វើការផ្សព្វផ្សាយយើងមានហើយឧទាហរណ៍ថាយើងជ្រើសរើសបុគ្គលិកបេក្ខជនគណនេយ្យម្នាក់បាទឬក៏រដ្ឋបាលម្នាក់ទាមទារឲ្យមានបទពិសោធន៍1ឆ្នាំ2ឆ្នាំបាទហើយមានអាយុកម្រិតណាបាទហើយមានម៉ោងធ្វើការងារពីណាទៅដល់ណាតើជ្រើសបែបម៉េចអញ្ចឹងបងប្អូនអាចនឹងដឹងបាទកម្រិតសិក្សារបស់គាត់កម្រិតណាដែលយើងមានលក្ខខណ្ឌអញ្ចឹងនៅពេលដែលបងប្អូនយកខុសពីនឹងមកបេក្ខជនឧទាហរណ៍គាត់ដាក់ពាក្យឬក៏ CV មក10បងប្អូនណាត់ទាំងអស់10អញ្ចឹងវាធ្វើឲ្យខាត់ពេលវេលាត្រូវសម្ភាសនៅក្នុងម្នាក់យ៉ាងហោចហ្នឹងក៏15នាទីទៅកន្លះម៉ោងដែរអញ្ចឹងចំពោះចំណុចបន្តទៀតបាទយើងនឹងធ្វើការណាត់សម្ភាសនោះយ៉ាងម៉េចតើយើងគួរណាត់សម្ភាសបែបណាដើម្បីឲ្យមានប្រសិទ្ធភាពអញ្ចឹងយើងនឹងសិក្សាបន្តទៀតដែរអញ្ចឹងបងប្អូនកុំភ្លេចបាទតាមដានមេរៀនជា step ទី4បន្តទៀតអញ្ចឹងមុននឹងយើងទទួលបានមេរៀនសូមបងប្អូនបានជួយចុច subscribe ដើម្បីយើងទទួលបានមេរៀនបន្តទៀតបាទអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងបើសិនជាបងប្អូនមានសំណួរផ្សេងបងប្អូនចូលទៅ comment ហើយខ្ញុំនឹងធ្វើ revert ខិតខំប្រឹងប្រែងឆ្លើយតបបានរហ័សហើយនឹងធ្វើជាវីដេអូនៅក្នុងការឆ្លើយតបបញ្ចូលបន្ថែមទៀតសូមអរគុណសូមគោរពលា